បងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំបានយកចំណីឲ្យគោបាទមានច្បាំងដែលយើងមូជាដុំហើយបន្ទាប់មកក៏បានរើសផ្លែត្នោតមួយចំនួនដាក់លើរ៉ឺម៉កដូចដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងដើម្បីឲ្យវាស៊ីលៀងមាត់ផ្អែមមាត់ខ្លះពីព្រោះអីស៊ីតែច្បាំងច្រើនពេកទៅគឺវាស្គាធ្មេញរបស់វាហើយដល់ពេលហើយបន្ទាប់ពីហ្នឹងដោយសារអីថ្នោតវារុះច្រើនហើយខ្ញុំក៏រើសដាក់ឲ្យគោស៊ីទៅហើយច្បាំងនេះបងប្អូនប៉ុណ្ណឹងគឺអត់បានពី3ថ្ងៃបាន3ថ្ងៃឯង2ថ្ងៃអស់ហើយនេះគឺគោរបស់ខ្ញុំដែលបានចិញ្ចឹមដោយសារតែនៅក្នុងរដូវវស្សាអញ្ចឹងគឺអត់មានអាចប្រឡែងបានទេគឺមានតែដាក់នៅក្នុងក្រោអញ្ចឹងវាដោយដាក់ច្បាំងឲ្យស៊ីហើយរើសផ្លែត្នោតឲ្យស៊ីនៅពេលដែលស្មៅដុះអីហ្នឹងគឺយើងចាប់ផ្ដើមដាក់ជ្រោដាក់កាត់ឲ្យវាស៊ីដើម្បីឲ្យវាស្គាធ្មេញប៉ុន្តែនេះទៅតែរដូវវស្សាចូលរដូវវស្សាអញ្ចឹងស្មៅគឺអត់ទាន់មានទេដូច្នេះហើយគឺត្រូវបង្ខំចិត្តស៊ីច្បាំងសឹងតែរាល់ថ្ងៃហើយអត់មានអីឲ្យវាស៊ីក្រៅពីច្បាំងហ្នឹងទេហើយថ្នោតទាំងឯងដើម្បីលាងមកម្ដងម្កាលមុននឹងខ្ញុំដាក់ចំណីឲ្យវាស៊ីខ្ញុំក៏បានបោះផ្លែត្នោតហ្នឹងហើយផ្លែត្នោតហ្នឹងឲ្យវាស៊ីមួយសន្ទុះសិនណាឲ្យស៊ីអស់អ្នកបន្តិចសិនបានដាក់ច្បាំងឲ្យស៊ីបាទហើយនេះនេះនៅដល់ឡៃពីគេបន្តិចម្នាក់ឯងឯករាជ្យដោយសារ slot ជាងគេអញ្ចឹងដាក់ឲ្យឆ្ងាយពីគេអ្វីតែនៅចិត្តគឺគេបោះវាហើយបាទអានេះបញ្ចុកវាលេងទៅក៏ដល់ថាវាស៊ីអត់តែបញ្ចុកឲ្យវាស៊ីដដែលហ្នឹងឯងបាទហើយក្រៅពីនេះគឺមិនសូវច្រើនទេបងប្អូនគោនឹងគឺតិចតួចតែទេដោយសារតែពិបាកក្នុងការមើលហើយវាក៏តូចទៅដោយសារវិជាបរដ្ឋបងប្អូនជាបរដ្ឋយើងគាត់ធ្វើស្រែច្រើនដល់ពេលអញ្ចឹងទៅគឺអត់អាចមានវាមិនប្រឡែងបានទេណាមួយគោក៏ចេះស៊ីស្មើទឹកដែរដូច្នេះហើយគឺកាត់បន្ថយការចិញ្ចឹមច្រើនពីព្រោះអីហត់អត់ស្រួលទេបងប្អូនណាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែថតដើម្បីចែករំលែកបងប្អូនក្នុងការចិញ្ចឹមគោហើយផ្លែត្នោតបើសិនជាយើងអត់ដឹងយកទៅណាទេយកគោស៊ីអញ្ចឹងទៅព្រោះគោចូលចិត្តស៊ីបាទវាផ្អែមវាហើយពេលអញ្ចឹងវាចូលចិត្តស៊ីដោយសារតែផ្អែមហើយជួយវាបានច្រើនផងដែរបាទអរគុណបងប្អូនសម្រាប់វីដេអូ